ឥឡូវនេះសារព័ត៌មានល្បីៗលើពិភពលោកសុទ្ធតែផ្សាយថាចំនួនជាមួយកម្ពុជាជួយឲ្យអាណូទិនឈ្នះឆ្នោតបាទដូច្នេះមានន័យថាមិនបងប្អូនមានន័យថាគេដឹងពាក្យពេចន៍ទៅនឹងល្បិចរបស់លោកអាណូទិនដែលយកចំនួនព្រំដែនកម្ពុជាដើម្បីទាក់ទាញប្រជាប្រិយឲ្យខ្លួនឈ្នះឆ្នោតដូច្នេះចង់ដឹងថាតើព័ត៌មានល្បីៗលើពិភពលោកណាខ្លះដែលធ្វើការចុះផ្សាយពាក់ព័ន្ធទៅនឹងរឿងអាណូទិនឈ្នះឆ្នោតដោយសារជំនួសជាមួយកម្ពុជាបាទឥឡូវយើងមកមើលត្បិតថាការប្រកាសខ្លួនជាអ្នកឈ្នះឆ្នោតបណ្ដាលលោកអាណូទិន ឆាន់វីរៈគុលនិងគណៈបកភូមិឆៃថៃជាពិសេសគណៈកម្មការរៀបចំការបោះឆ្នោតដែលហៅកាត់ថា Easy គបុករងសម្ពាធនិងការរិះគន់មិនសំចៃមុតពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួនឯងចំណែកឯនៅបរទេសវិញសារព័ត៌មានល្បីៗទូទាំងពិភពលោកបានបកស្បែកមុខនាយករដ្ឋមន្ត្រីថៃរូបនេះថាដោយសារតែចំនួនព្រំដែនជាមួយកម្ពុជាទើបជួយឲ្យអាណូទិនឈ្នះឆ្នោតដូច្នេះសារព័ត៌មានល្បីៗបកស្បែកមុខអាណូទិនហើយបាទយើងចង់ដឹងថាតើបកស្បែកមុខយ៉ាងម៉េចយើងមកមើលព័ត៌មានលម្អិតទាំងអស់គ្នាបាទផ្ដើមដំបូងចេញពីសារព័ត៌មាន Reuters របស់អង់គ្លេសដែលចេញផ្សាយអត្ថបទកាលពីថ្ងៃច័ន្ទទី9ខែកុម្ភៈឆ្នាំ2026ជាមួយចំណងជើងថាគណៈបកកាន់អំណាចរបស់ប្រទេសថៃត្រៀមខ្លួនសម្រាប់ការចរចាបង្កើតរដ្ឋាភិបាលជំនួសបន្ទាប់ពីទទួលបានជ័យជំនះយ៉ាងធំធេងក្នុងការបោះឆ្នោតក្នុងនោះមានចំណុចមួយសរសេរថាអាណូទិនជាយាមទាញយកប្រយោជន៍ពីរលកនៃស្មារតីជាតិនិយមដែលកើតចេញពីចំនួនរយៈពេល3សប្តាហ៍រវាងប្រទេសថៃនិងកម្ពុជាបាទយើងអត់អាចលាក់បាំងថាអត់អាចលាក់បាំងភ្នែកអន្តរជាតិបានទេចាប់ពីពេលនេះតទៅបានន័យថាអន្តរជាតិនឹងគេបានដឹងច្បាស់ហើយអំពីល្បិចរបស់លោកអាណូទិនពីព្រោះធ្លាប់តែជាគណៈបកដែលមិនទទួលបានការគ្រប់គ្រងពីប្រជាជនឥឡូវនេះក៏ថានេះភ្លុកទឹកភ្លុកដីនឹកស្មានមិនដល់បាទឥឡូវយើងមកមើលជាបន្តទៀតទន្ទឹមនឹងនោះសារព័ត៌មាន BBC របស់អង់គ្លេសក៏ទម្លាយដែរថាដោយផ្អែកលើមនោសញ្ចេតនាអ្នកស្នេហាជាតិបន្ទាប់ពីសង្គ្រាមព្រំដែនរយៈពេលខ្លីចំនួន2លើកជាមួយកម្ពុជាកាលពីឆ្នាំមុនគណៈបករបស់លោកអាណូទិនបានคล้ายទៅជាអ្នកតំណាងដ៏សំខាន់សម្រាប់ក្រុមអភិរក្សនិយមបាទជាងគឺសារព័ត៌មានអន្តរជាតិហ្នឹងគឺចុះផ្សាយចំតែម្ដងបងអត់មានលាក់លៀមអីទេគឺចុះផ្សាយចំតែម្ដងបាទហើយចំណែកបើយើងយោងទៅលើសារព័ត៌មាន Al Jazeera របស់កាតាគណៈបកភូមិចៃថៃបានទាញយកប្រយោជន៍ពីភាពពុះគញ្ជ្រោលនៃស្មារតីជាតិនិយមដែលបង្កឡើងដោយប៉ះទង្គិចប្រដាប់អាវុធដ៏សាហាវនៅតាមព្រំដែនកម្ពុជារីឯសារព័ត៌មាន NHK របស់ជប៉ុនក៏ចុះផ្សាយថាលោកអាណូទិនអាចពង្រីកមូលដ្ឋានគាំទ្រគណៈបករបស់លោកបានតាមរយៈការទាញយកប្រយោជន៍ពីស្មារតីជាតិនិយមដែលមានសន្ទុះខ្លាំងដោយសារតែចំនួនព្រំដែនជាមួយកម្ពុជាបាទដូច្នេះនេះជាសារព័ត៌មានអន្តរជាតិមួយចំនួនដែលធ្វើការលើកឡើងពាក់ព័ន្ធទៅនឹងលទ្ធផលដ៏ត្រចះត្រចង់របស់លោកអាណូទិនគឺបង្កប់ទៅដោយគេហៅថាពឹសពុលនៅក្នុងនឹងបង្កប់ទៅដោយការយកចំនួនព្រំដែនកម្ពុជាមកធ្វើជាលេសដើម្បីបានការគ្រប់គ្រងពីប្រជាជនបាទឥឡូវយើងមកមើលជាបន្តសម្បីតែកាសែត The Straits Times របស់សិង្ហបុរីក៏ចេញផ្សាយអត្ថបទមួយដែរដោយបង្ហាញថាអ្វីដែលផ្ដល់ព្រៀបឈ្នះដល់លោកអាណូទិននិងគណៈបក
ភូមិឆៃថៃអាចមកពីកត្តាចំនួន3គឺជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសកម្ពុជាការបញ្ចូលអ្នកបច្ចេកទេសនិងសមត្ថភាពអភិបាលកិច្ចហើយជំវិញកត្តាចំនួនជាមួយកម្ពុជាជំហររបស់អនុទិនបានទាក់ទាញចិត្តអ្នកបោះឆ្នោតក្នុងអំឡុងពេលដែលមានភាពរកាំរកូសនៅក្នុងតំបន់ធ្វើឲ្យអ្នកបោះឆ្នោតងាកទៅគាំទ្រលោកអនុទិនពេលនេះសបញ្ជាក់យ៉ាងច្បាស់ថាប្រជាជនថៃភាគច្រើនគាំទ្រនិងស្រឡាញ់សង្គ្រាមជាងសន្តិភាពបាទអញ្ចឹងព័ត៌មាននឹងគឺថាមានអីមាន Reuters BBC Al Jazeera ហើយនិង NHK ព្រមទាំង Straits Times បាទសារព័ត៌មានអន្តរជាតិទាំងអស់នេះគឺសុទ្ធតែចុះផ្សាយពាក់ព័ន្ធទៅនឹងរឿងប្រទេសថៃជាពិសេសក៏លោកអនុទិនដែលយករឿងចំនួននេះមកធ្វើជាគេថាមកធ្វើជាលេសដើម្បីទទួលបាននៅប្រជាប្រិយភាពបាទអញ្ចឹងនេះជាសារព័ត៌មានអន្តរជាតិបងប្អូនតើបងប្អូនយល់បែបណាដែរនៅពេលដែលអន្តរជាតិបានដឹងការពិតពាក់ព័ន្ធទៅនឹងល្បិចរបស់ថៃដើម្បីបាននៅការគ្រប់គ្រងពីប្រជាជនឥឡូវយើងមកមើលជាបន្តទៀតនេះគឺល្បែងជាតិនិយមថាល្បែងជាតិនិយមជាអត្ថភាពរុញឲ្យបកលោកអនុទិនឈ្នះក្នុងការបោះឆ្នោតបាទឥឡូវយើងមកមើលបន្តទៀតធ្លាប់តែឈរលេខរៀងក្រោមគេឬក៏ជាតួអង្គដែលគេទៅរកពេលត្រូវការគណៈបកភូមិឆៃថៃមាននាយករដ្ឋមន្ត្រីចាំផ្ទះក៏លោកអនុទិនច័ន្ទវិរៈគុលជាមេបកបែរជាអាចប្រមូលសម្លេងច្រើនមិនធ្លាប់មាននាការបោះឆ្នោតថ្ងៃទី8ខែកុម្ភៈហើយឈានទៅរកការដឹកនាំរដ្ឋាភិបាលថៃបន្ថែមទៀតតើកត្តាអ្វីខ្លះដែលបកនេះអាចកាន់សម្លេងគ្រប់គ្រងបែបនេះតាមលទ្ធផលក្រៅផ្លូវការគណៈបកភូមិឆៃថៃរបស់នាយករដ្ឋមន្ត្រីអនុទិនច័ន្ទវិរៈគុលទទួលបានសម្លេងជិត200ក្នុងចំណោមកៅអីសភាទាំងអស់គឺ500នេះជាលទ្ធផលមិននឹកស្មានសម្រាប់គណៈបកមួយនេះហើយនឹងសម្រាប់លោកអនុទិនដែលក្លាយជានាយករដ្ឋមន្ត្រីទី32របស់ថៃកាលពីខែកញ្ញាឆ្នាំមុននៃការបោះឆ្នោតឆ្នាំ2023បកនេះទទួលបានសម្លេង71នេះដែល71កៅអីតែប៉ុណ្ណោះបើទោះបីជាមានសម្លេងគ្រប់គ្រងគ្រប់គ្រាន់ក្នុង251កៅអីដើម្បីបង្កើតរដ្ឋាភិបាលតែឯងបកនេះនឹងមិនលំបាកឡើយក្នុងការគៀកោសម្លេងពីបកផ្សេងដើម្បីឈានទៅដឹកនាំប្រទេសដោយអាចចរចាជាមួយនឹងគណៈបកខ្លាធម្មដែលនឹងរំពឹងថាបាន56កៅអីឬអាចបញ្ចូលជាមួយនឹងគណៈបកភឿថៃថែមទៀតកន្លងមកគណៈបកភូមិឆៃថៃតែងតែដើរតួជាបកបង្គ្រប់សម្លេងសម្រាប់បកណាដែលចង់ដឹកនាំប្រទេសតែខ្វះសម្លេងនៅសភាកត្តាអ្វីខ្លះដែលនាំឲ្យលោកអនុទិននិងគណៈបកភូមិឆៃថៃឈ្នះនៅក្នុងការបោះឆ្នោតនៅពេលនេះគេចង្អុលបង្ហាញការប្រែប្រួលតុល្យភាពនៅក្នុងនយោបាយនៅប្រទេសថៃទៅរកកត្តាមួយចំនួនអាចលេខរៀងទី1គឺចំនួនព្រំដែនជាមួយនឹងកម្ពុជាពិតជាបានរុញប្រជាប្រិយអនុទិនកើនឡើងនៅក្នុងចំណោមអ្នកបោះឆ្នោតដែលមានទំនោរជាតិនិយមនិងក្រុមអភិរក្សនិយមរលកជាតិនិយមនៅថៃបានកើនឡើងក្រោយសន្ទុះបញ្ហាព្រំដែននេះការប្រើកម្លាំងដើម្បីបង្ហាញជំហររឹងមាំនៅក្នុងការដោះស្រាយបញ្ហាព្រំដែនពិតជាបានទាក់ទាញសមានចិត្តពលរដ្ឋថៃដោយគេអាចវាយតម្លៃបានតាមរយៈសម្លេងឆ្នោតរបស់គណៈបកភូមិឆៃថៃនៅខេត្តជាប់ព្រំដែនកម្ពុជាដែលជាមូលដ្ឋានរបស់បកនេះស្រាប់បាទចឹងអ្វីដែលធ្វើឲ្យគាត់សម្គាល់ខ្លាំងនោះគឺថាជាប់ព្រំដែនជាមួយនឹងកម្ពុជាសុទ្ធតែអនុទិនប្រមូលផលសម្លេងឆ្នោតនឹងគឺថាច្រើនសន្ធឹកសន្ធាប់ផ្ទាល់តែមែនតែនបាទអ
đây cứ chỉ ở vậy đấy lúc anh tin nó cứ miền phải chỉ pray vì nè tam prum đài năng ấy hay dừng một bữa tiết ta giang na từ tiết nó muốn bạn ប្រធានបទព្រំដែននេះត្រូវបានលោកអនុทิនប្រើនៅក្នុងការទាញយកការគ្រប់គ្រងនៅពេលការឃោសនាដោយដំឡើងខ្លួនជាមនុស្សដែលអាចការពារទឹកដីបានហើយភ្ជាប់ទៅនឹងឈ្មោះបាក់ដែលអាចប្រែថាមោទកភាពថៃការចោទប្រកាន់ជំហរតឹងរឹងចំពោះបញ្ហានេះក៏ធានាបានការគ្រប់គ្រងពីយោធានិងក្រុមអ្នកមានអំណាចនៅក្រៅឆាកនយោបាយដែលការនេះធ្វើឲ្យលោកអនុทิនមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំនៅក្នុងប្រទេសគណៈបករបស់លោកអនុทิនកំពុងដាក់ខ្លួនជាគណៈបកដែលមានពិតជាមានឆន្ទៈនៅក្នុងការធ្វើសកម្មភាពលើជំលោះព្រំដែននេះបើយោងតាមសម្ដីរបស់លោកណាតផុនចាទូស្គ្រីភិតិតៈដែលជាអ្នកជំនាញនយោបាយថៃនៅវិទ្យាស្ថាន ISIS Yusof Isaac នៅក្នុងសង្ហបុរីដែលផ្សាយដោយទូរទស្សន៍ Al Jazeera បាទហើយចំណែកឯលោកបណ្ឌិតទីទីពលដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យឧបលរាជធានីថែមទាំងនិយាយថាជ័យជំនះរបស់គណៈបកភូមិใจថៃមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលអីនោះទេសាស្ត្រាចារ្យរូបនេះនិយាយថាបកនេះបានលេងល្បែងជាតិនិយមមិនត្រឹមតែលើចំនួនព្រំដែនជាមួយកម្ពុជានោះទេតែផ្ដោតទៅលើទស្សនៈភាពជាថៃពោលគឺជាតិសាសនានិងរាជានិយមស្របពេលដែលលោកអនុทิនយកជាតិនិយមមកជាឈ្នន់រឿងដែលជាចំណុចខ្សោយរបស់បកផ្សេងជាពិសេសបកភឿថៃតែម្ដងបញ្ហាកាលពីឆ្នាំមុនធ្វើឲ្យបកនេះចុះខ្សោយខ្លាំងនិងថយសម្លេងយ៉ាងច្រើនបើធៀបទៅនឹងឆ្នាំ2023ក្រៅពីកត្តាជាតិនិយមនិងបញ្ហាជាមួយនឹងអ្នកជិតខាងការប្រមែលប្រមូលជំនាញមកបម្រើការនៅក្នុងបកក៏បានបន្ថែមប្រជាប្រិយភាពហើយបកភូមិใจថៃលោកណាតផុនបានសរសើរលើការប្រើប្រាស់ជំនួសអ្នកនយោបាយសម្រាប់ដោះស្រាយបញ្ហាដូចជារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីពាណិជ្ជកម្មបច្ចុប្បន្នដែលជាមូលហេតុមួយធ្វើឲ្យបកនេះអាចទាញប្រជាប្រិយពីអ្នកអភិរក្សនិយមថៃបានយ៉ាងទូលំទូលាយលើពីនេះគណៈបកភូមិใจថៃទទួលបានប្រយោជន៍ពីការចុះផ្សាយរបស់គណៈបកនយោបាយនានាដូចជាគណៈបកដែលមានទំនាក់ទំនងជាមួយនឹងអតីតមេដឹកនាំយោធាដូចជាអតីតនាយករដ្ឋមន្ត្រីផាយុតច័ន្ទអូចាមុនការបោះឆ្នោតគណៈបកភូមិใจថៃទទួលបានសម្លេងគាំទ្រមួយចំនួនបន្ថែមទៀតក្រោយពេលសមាជិកសភាប្រហែលជា60រូបមកពីគណៈបកនានានៅក្នុងអតីតសម្ព័ន្ធភាពភឿថៃដែលចុះចូលក៏បានបង្កើតសម្លេងនៅក្នុងឋានៈមូលដ្ឋានផងដែរយុទ្ធនាការរបស់បកភូមិใจថៃក៏លាយបញ្ចូលគ្នាឥទ្ធិពលតាមខេត្តរបស់បេក្ខជនតំណាងរាស្ត្ររបស់ខ្លួនជាមួយនឹងរបៀបវិរៈសុខុមាលភាពសង្គមនិងសេដ្ឋកិច្ចជាតិដ៏ទាក់ទាញក៏លោកមកបកនេះបានធ្វើបានន័យថាបានអូសទាញអ្នកនយោបាយដែលមានឥទ្ធិពលនៅក្នុងខេត្តឲ្យចូលរួមជាមួយខ្លួនដើម្បីបង្កើនការគ្រប់គ្រងនិងកាត់បន្ថយការប្រកួតប្រជែងនៅលើរឿងនេះដែរអ្នកកាសែតថៃដែលមានឈ្មោះថាប្រាវិតរចនាព្រុកបានសរសេរនៅលើសង្គមបណ្ដាញ Facebook ពីមេរៀនបរាជ័យរបស់បកប្រជាជនដែលឈ្នះការបោះឆ្នោតកាលពីឆ្នាំ2023ដែលជាអ្នកលើកបន្ទប់អនុทิនឲ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុនហើយមានឱកាសប្រមូលអំណាចនិងធនធានក្នុងនាមជានាយករដ្ឋមន្ត្រីដើម្បីយកសម្លេងបោះឆ្នោតនាពេលនេះអ្នកគាំទ្របកប្រជាជនមិនតិចឡើយដែលមិនសប្បាយចិត្តទៅនឹងរឿងនេះក្នុងចំណុចមួយអ្នកកាសែតរូបនេះក៏លើកឡើងពីការបញ្ចុះសម្រុងរវាងក្រុមទឹកក្រូចនិងក្រុមអាវក្រហមដែលធ្វើឲ្យចរន្តសេរីនិយមថយចុះដែលនោះគឺជាឱកាសក្រុមអភិរក្សនិយមដូចជាបកភូមិใจថៃ
នៅក្នុងបរិបទដែលប្រទេសស្ថិតនៅក្នុងចំនួនជាមួយកម្ពុជាការប្រើប្រាស់ជាតិនិយមនៅក្នុងចំនួនព្រំដែនការបន្ទន់ជំហរការបន្ទន់ជំហរចាក់ខ្សែតាមក្រមយោធានិងក្រមអភិរក្សនិយមគួបផ្សំបញ្ហាក្នុងចំណោមគូប្រជែងពិតណាខ្លាយជាឱកាសមាសឱកាសប្រាក់របស់លោកអនុទិនដែលកេងចំណេញនៅក្នុងគោលដៅនយោបាយឈានទៅរកការដឹកនាំប្រទេសយើងពាក់ព័ន្ធទៅនឹងរឿងនេះណាបងប្អូនថាតើបងប្អូនទាំងគ្នាដែលកំពុងតែទស្សនាមានការយល់ឃើញបែបណាណាបងប្អូនមានការយល់ឃើញបែបណាពាក់ព័ន្ធទៅនឹងរឿងនយោបាយនៅឯប្រទេសថៃពីព្រោះបច្ចុប្បន្ននេះគឺថានៅប្រទេសថៃកំពុងតែមានការតវ៉ាក៏ក្រឹកក៏ក្រែងមែនទេបងប្អូនការបោះឆ្នោតនោះបានបញ្ចប់ហើយប៉ុន្តែនៅឡើយតែការតវ៉ានឹងមិនទាន់បានបញ្ចប់ស្រួលបួលនៅឡើយទេបាទដូច្នេះយើងមានតែរងចាំមើលទាំងអស់គ្នាថាតើវាយ៉ាងណាណាចំនួននឹងវាបែបណាទៅវិញបើទោះបីជាយើងដឹងថាការដែលគណៈបកណាជាប់ឆ្នោតក៏ជាគណៈបករបស់ថៃដែរគណៈបកណាឈ្នះឆ្នោតក៏ជាគណៈបកដែលចង់បានទឹកដីថៃដែរដូច្នេះគឺថាជាចំណុចដែលយើងមកមើលអំពីទំនោរនយោបាយនៅឯប្រទេសថៃបាទឥឡូវយើងមកមើលរឿងឯនេះមួយទៀតនឹងគឺថានៅវេលាម៉ោង 9 យប់ថ្ងៃទី 8 បងប្អូនកាលពីថ្ងៃទី 8 នឹងលោកណាតផុងរឿងបញ្ញវុធដែលជាមេដឹកនាំគណៈបកប្រជាជននឹងជាបេក្ខជននាយករដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយជាមួយនឹងគណៈបកដោយទទួលយកលទ្ធផលនៃការបោះឆ្នោតបច្ចុប្បន្ននិងយល់ព្រមបម្រើជាគណៈបកប្រឆាំងលោកបានបញ្ជាក់សារជាថ្មីជាអំបូនព័ត៌មាននេះគឺព័ត៌មានកាលពីថ្ងៃទី 3 ខែកុម្ភៈនេះទេណាបងប្អូនបាទលោកបានបញ្ជាក់សារជាថ្មីនៅគោលការណ៍នៃការគ្រប់គ្រងសភាដោយអនុញ្ញាតឲ្យគណៈបកដែលជ្រើសឆ្នោតសម្លេងភាគច្រើនជាងគេបង្កើតរដ្ឋាភិបាលលោកថាអណាតភុងបានបញ្ជាក់ដោយទឹកមុខស្ងប់ស្ងាត់ថាលោកនឹងសមាជិកគណៈបកប្រជាជនទទួលយកលទ្ធផលនៃការបោះឆ្នោតបើទោះបីជាលទ្ធផលបោះឆ្នោតមិនបានជាប់ចំណាត់ថ្នាក់លេខ 1 ក៏ដោយលោកបានបញ្ជាក់សារជាថ្មីនៅជំហរជាប់លាប់របស់ខ្លួនថាពួកគេត្រូវតែគោរពទៅតាមគោលការណ៍នៃការគ្រប់គ្រងសភាដែលមានន័យថាអនុញ្ញាតឲ្យគណៈបកដែលឈ្នះសម្លេងឆ្នោតច្រើនជាងគេដឹកនាំនិងបង្កើតរដ្ឋាភិបាលមេដឹកនាំគណៈបកប្រជាជនបានបន្ថែមថាការបោះឆ្នោតនីមួយៗគឺនិយាយអំពីការស្វែងរកដំណោះស្រាយសម្រាប់ប្រទេសជាតិដរាបណាមនុស្សគ្រប់គ្នាជឿជាក់លើអំណាចផ្ទាល់ខ្លួនបន្តអនុវត្តសិទ្ធិបោះឆ្នោតនិងចូលរួមកាន់តែច្រើននៅក្នុងនយោបាយប្រទេសថៃនឹងស្វែងរកផ្លូវចេញលោកបានសង្កត់ធ្ងន់ថាពួកគេនឹងបន្តចំពោះទៅមុខហើយមានឆន្ទៈនៅក្នុងបម្រើការបម្រើប្រជាពលរដ្ឋទាំងអស់បើសិនបើគណៈបកភូមិใจថៃដឹកនាំឬក៏បង្កើតរដ្ឋាភិបាលពួកគេទទួលបានជោគជ័យយើងនៅតែបម្រើគណៈបកប្រឆាំងខ្ញុំសូមប្រកាសរឿងនេះពីមុនមកខ្ញុំមិនអាចបោះឆ្នោតឲ្យបេក្ខជនគណៈបកភូមិใจថៃបានទេបាទដូច្នេះគណៈបកប្រជាជនគឺបកកាយទៅប៉ុន្តែគណៈបកលោកអនុទិននឹងគឺថាมันអាចត្រូវគ្នាបានទេมันអាចឲ្យខ្លួននឹងបោះឆ្នោតគ្រប់គ្រងឲ្យខ្លាយជានាយករដ្ឋមន្ត្រីទេបាទនេះបើតាមការបញ្ជាក់របស់លោកគេហៅថាលោកណាតផុងរឿងបញ្ញវុធដែលនិយាយពាក្យបន្ទនឹងការគ្រប់គ្រងរដ្ឋាភិបាលលោកអនុទិនឬក៏មិនគ្រប់គ្រងបាទជាលោកបានបញ្ជាក់រឿងនេះហើយច្បាស់ពាក្យបន្ទនឹងការបោះឆ្នោតគ្រប់គ្រងអនុទិនឬក៏មិនគ្រប់គ្រងហ្នឹងណាបាទយើងសម្រាប់វីដេអូនេះបងប្អូនយើងមានប៉ុណ្ណឹងចុះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តខណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយកុំភ្លេចបងប្អូនចូលមកទស្សនាហើយជួយ share វីដេអូនេះម្នាក់មួយដើម្បីឲ្យបងប្អូនផ្សេងទៀតគាត់បានឃើញទាំងអស់គ្នាខណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយជាបន្តទៀតបាទ